Và sự sẽ đâyអ្នកទាំងអស់គ្នាថ្ងៃនេះឆ្លៀតពេលបន្តិចដើម្បីចេញជាវីដេអូមួយចែករំលែកទាក់ទងនឹងសុខភាពសម្រាប់ពុកម៉ែបងប្អូនណាខ្លះដែលគាត់ចូលចិត្តញ៉ាំប្រភេទបន្លែគៀបស្រស់ៗហ្នឹងបាទហើយតែងតែគិតថាការញ៉ាំបន្លែគៀបស្រស់ៗគឺល្អខ្លាំងសម្រាប់សុខភាពបាទគឺជារឿងដែលត្រឹមត្រូវការញ៉ាំទឹកបន្លែផ្លែឈើគៀបថ្មីៗស្រស់ៗគឺល្អខ្លាំងសម្រាប់សុខភាពប៉ុន្តែបើយើងញ៉ាំលើសកម្រិតវានឹងបង្កទៅជាហានិភ័យនៃជំងឺច្រើនមុខក្នុងរាងកាយទៅវិញជាធម្មតាអ្នកលក់គឺគាត់តែងតែគិតថាការលក់ទឹកបន្លែផ្លែឈើគៀបស្រស់ៗគឺល្អខ្លាំងសម្រាប់សុខភាពចង់ឲ្យអ្នកទាំងអស់គ្នាចង់ឲ្យភ្ញៀវញ៉ាំទៅទទួលបានសុខភាពល្អប៉ុន្តែគាត់អត់ដឹងទេថាតើកម្រិតបរិមាណប៉ុណ្ណាដែលដាក់ទៅល្អសម្រាប់សុខភាពពេលញ៉ាំទៅហើយភ្ញៀវក៏ដូចគ្នាចឹងអ្នកដែលគាត់ហូបក៏ដូចគ្នាគាត់ដឹងត្រឹមតែថាការញ៉ាំទឹកបន្លែផ្លែឈើគៀបស្រស់ៗគឺល្អខ្លាំងសម្រាប់សុខភាពប៉ុន្តែគាត់ដឹងទេថាតើកម្រិតប៉ុណ្ណាដែលញ៉ាំទៅល្អកម្រិតប៉ុណ្ណាដែលញ៉ាំទៅមិនល្អបាទអញ្ចឹងនៅពេលដែលយើងជាអ្នកលក់យើងអត់យល់ដឹងពីកម្រិតបរិមាណដែលដាក់ទៅសមស្របនឹងរាងកាយរបស់មនុស្សទេពេលខ្លះគឺយើងដាក់ទៅចេះតែដាក់ហើយវាលើសកម្រិតពេលដែលអ្នកហូបទៅយូរទៅមិនមែនសុខភាពល្អទេទៅជាប៉ះពាល់សុខភាពវិញបាទអញ្ចឹងកន្លែងហ្នឹងយើងជាអ្នកលក់ក៏យើងត្រូវយល់ដឹងពីការថែទាំសុខភាពដូចគ្នាផងដែរដូចជាប្រភេទខ្ញុំលើកឧទាហរណ៍ប្រភេទបន្លែពីរមុខចុះប៉ុន្តែវាមានច្រើនមុខដែលយើងហូបលើសកម្រិតវានឹងបង្កទៅជាហានិភ័យដូចជាប្រភេទស្ពៃពុយលេងអ្នកទាំងអស់នេះប្រហែលជាស្គាល់ហើយណាស្ពៃពុយលេងអង់គ្លេសគេហៅថា spinach និងមើមយ៉ែនការញ៉ាំប្រភេទស្ពៃពុយលេងឬក៏មើមយ៉ែនដែលយើងយកទៅគៀបថ្មីស្រស់ច្រើនលើសកម្រិតនឹងបង្កទៅជាគ្រោះក្នុងតម្រងនោមដោយសារអីគេស្ពៃពុយលេងហើយនឹងមើមយ៉ែនវាសម្បូរទៅដោយសារធាតុអុកស៊ីឡេតដែលយើងញ៉ាំលើសកម្រិតធ្វើយើងនឹងបង្កទៅជាហានិភ័យគ្រោះក្នុងតម្រងនោមតែបើយើងយកទៅឆាស្លធម្មតាវាអត់បញ្ហាអីទេពីព្រោះយើងអត់យកទៅស្លម្ដងច្រើន1គីឡូ2គីឡូហើយញ៉ាំម្នាក់ឯងទេអត់ទេយើងដាក់តែបន្តិចទេបាទប៉ុន្តែបើយើងយកទៅគៀបស្រស់ហ្នឹងទាំងអស់គ្នាមិនមែនយកទៅគៀបកន្លះគីឡូបានទឹកមួយកែវទេស្រួលហ្នឹង1គីឡូមិនបានទឹកមួយកែវផងប្រភេទស្ពៃពុយលេងអីនេះបាទអញ្ចឹងនៅពេលដែលអ្នកលក់ខ្លះគឺគាត់យកប្រភេទស្ពៃពុយលេងហ្នឹងយកទៅគៀបបាទតម្រាំតែបានទឹកច្រើនបានមួយកែវគឺត្រូវការស្ពៃនឹងច្រើនណាបាទអញ្ចឹងនៅពេលដែលយើងជាអ្នកហូបទៅវាលើសកម្រិតបាទអាសារធាតុអុកស៊ីឡេតហ្នឹងវានៅក្នុងរាងកាយរបស់យើងគឺលើសកម្រិតអញ្ចឹងនឹងធ្វើឲ្យយើងនឹងបណ្ដាលទៅជាគ្រោះក្នុងតម្រងនោមមិនមែនមានតែបន្លែពីរមុខហ្នឹងទេមិនមែនមានតែថាស្ពៃពុយលេងនិងមើមយ៉ែនទេនៅមានបន្លែផ្សេងទៀតប៉ុន្តែខ្ញុំគ្រាន់តែលើកយកពីរមុខហ្នឹងបន្លែគ្រប់មុខសិតតែល្អទាំងអស់សម្រាប់រាងកាយដរាបណាយើងយល់ដឹងថាតើការហូបប៉ុន្មាននៃកម្រិតបន្លែនីមួយហូបទៅវាល្អប៉ុន្តែបើយើងអត់យល់ដឹងនៃការហូបទេពេលដែលយើងហូបលើសកម្រិតវានឹងបង្កទៅជាហានិភ័យទៅថ្ងៃអនាគតហើយបាទអញ្ចឹងយើងបាច់ឆ្ងល់ឲ្យហេតុអីបានជាអ្នកខ្លះគាត់ឈឺច្រើនមុខម៉េះអ្នកខ្លះកាត់ជំងឺទឹកនោមផ្អែមគ្រោះក្នុងតម្រងនោមកាត់លឹកខ្លាញ់លើសជាតិអាស៊ីតគាត់គិតថារងថ្ងៃគាត់ហូបតមផងគាត់ហូបមានអនាម័យហេតុអីក៏នៅតែឈឺបាទការដែលយើងហូបទៅមានអនាម័យគឺជារឿងមួយដែលល្អហើយប៉ុន្តែនៅពេលដែលយើងអត់យល់ដឹងពីការហូបនៃរបបអាហារបន្លែផ្លែឈើមួយឲ្យបានត្រឹមត្រូវទេនោះហើយគឺជាហេតុផលដែលធ្វើឲ្យយើងនឹងកើតជំងឺនឹងឯងដូចជាបន្លែនេះចឹងពេលដែលយើងហូបលើសកម្រិតធ្វើឲ្យគ្រោះក្នុងតម្រងនោមអញ្ចឹងអ្នកខ្លះគាត់អត់យល់អត់ដឹងទេហេតុអីបានជាសុកខ្ញុំកើតជំងឺគ្រោះក្នុងតម្រងនោមខ្ញុំហូបរបស់ល្អសឹងអីហ្នឹងដោយសារតែគាត់ហូបទៅវាលើសកម្រិតនឹងឯងគាត់អត់យល់ដឹងអ្នកលក់ក៏ដូចគ្នាអ្នកលក់គាត់ដឹងថាល្អប៉ុន្តែក៏ដឹងថាកម្រិតនៃការដាក់ទៅប្រមាណទេអញ្ចឹងកន្លែងនេះគឺសំខាន់បើអ្នកលក់គាត់អត់ដឹងកន្លែងហ្នឹងយើងអ្នកទិញក៏យើងត្រូវយល់ដឹងពីកន្លែងហ្នឹងដែរតែបើថាយើងអ្នកលក់អត់ដឹងហើយអ្នកទិញក៏អត់ដឹងទៀតគឺចប់ហើយបាទគាត់ថាយកទៅញ៉ាំទៅដើម្បីឲ្យល្អជួយសុខភាពប៉ុន្តែញ៉ាំយូរទៅវាទៅជាហានិភ័យទៅថ្ងៃក្រោយវិញអញ្ចឹងកន្លែងហ្នឹងគឺសំខាន់ដែលយើងត្រូវយល់ដឹងគ្រប់បន្លែផ្លែឈើទាំងអស់សុទ្ធតែល្អប៉ុន្តែបើយើងអត់ដឹងកម្រិតនៃការហូបទេគឺនឹងប៉ះពាល់ដូចគ្នាដូចជាប្រភេទបន្លែផ្លែឈើផ្សេងដូចជាទឹកដូងអីចឹងទឹកដូងបើសិនជាយើងញ៉ាំពេលពុះតទេ
គឺវានឹងធ្វើឲ្យយើងនឹងហើមពោះវៀនចឹងទៅឬក៏អ្នកដែលគាត់មានបញ្ហាពោះវៀនខ្សោយកាពះខ្សោយហ្នឹងហូបទឹកដូងក៏នឹងធ្វើឲ្យគាត់មានបញ្ហាចឹងទៅអញ្ចឹងនៅពេលដែលយើងអត់យល់ដឹងពីការហូបចុកហ្នឹងទេយើងចេះតែហូបគាត់ថាទឹកដូងវាល្អបាទវាល្អប៉ុន្តែនៅពេលដែលយើងអត់ដឹងថាតើសុខភាពរបស់យើងទទួលបាននៅទឹកដូងហ្នឹងកម្រិតប្រមាណបានវាល្អមិនមែនចេះតែហូបទេណាបាទទឹកដូងគឺយើងត្រូវមានកម្រិតនៃការហូបទៀតហូបមួយថ្ងៃប្រមាណកែវដែលវាល្អហូបលើសប្រមាណកែវវានឹងប៉ះពាល់ដល់សុខភាពយើងវិញវាដូចគ្នាអញ្ចឹងបាទនៅមានទឹកអីផ្សេងទៀតអ្នកទាំងអស់គ្នាដែលយើងត្រូវតែដឹងច្រើនណាស់អញ្ចឹងបើសិនជាយើងអត់យល់ដឹងពីកន្លែងហ្នឹងទេយើងនឹងប្រឈមមុខទៅថ្ងៃអនាគតហ្នឹងគឺហានិភ័យនៃជំងឺច្រើនមុខនឹងឯងបាទអ្នកខ្លះទៅគាត់ថាតមស្ករឬតែគេនិយាយថាការតមស្ករទៅគឺកុំឲ្យកាត់ជំងឺទឹកនោមផ្អែមប៉ុន្តែគាត់ចេះតែលឺតាមគេតាមឯងគាត់អត់មានបញ្ហាជំងឺទឹកនោមផ្អែមផងគាត់ទៅតមស្ករតមអីតាមគេបាទការតមស្ករហ្នឹងលុះត្រាតែគាត់ហ្នឹងគេហៅថាមានបញ្ហាលើសជាតិស្ករឬក៏ដល់ដំណាក់កាលទឹកនោមផ្អែមបានយើងគេឲ្យត្រូវតែហូបសាបឬក៏ជាផ្អែមបន្តិចប៉ុន្តែបើសិនជាខ្លួនគាត់អត់មានលើសជាតិស្ករផងបាទអញ្ចឹងនៅពេលដែលខ្លួនគាត់អត់លើសជាតិស្ករទេយើងទៅតមស្ករតាមគេធ្វើឲ្យយើងហ្នឹងខ្វះជាតិស្ករទៅវិញអញ្ចឹងនៅពេលដែលយើងអត់យល់ដឹងពីកន្លែងហ្នឹងធ្វើឲ្យយើងគិតតែការស្ដាប់តែគេតាមតែគេមួយម៉ាត់វាធ្វើឲ្យយើងនឹងប៉ះពាល់សុខភាពវិញអញ្ចឹងមានថាការដែលយើងហូបអីមួយគឺយើងត្រូវយល់ដឹងពីសុខភាពយើងដូចគ្នាបើយើងអត់ខ្វះជាតិស្ករទេយើងអត់មានអីត្រូវតមស្ករទេគ្រាន់តែគេហៅថាយើងត្រូវតមផ្អែមកុំហូបវាផ្អែមលើសកម្រិតបាទកុំថាឮតែគេថាខ្ញុំការញ៉ាំផ្អែមវាធ្វើឲ្យមានបញ្ហាទឹកនោមផ្អែមបាទវាត្រូវបើសិនជាយើងញ៉ាំលើសកម្រិតហើយបើសិនជារាងកាយម្នាក់ហ្នឹងគឺគាត់មានសារធាតុស្ករហ្នឹងវាលើសកម្រិតហើយគាត់តមគឺត្រូវតែបើថាខ្លួនយើងហ្នឹងវាអត់មានលើសជាតិស្ករផងពេលខ្លះទៅជួឈាមវាខ្វះជាតិស្ករផងហើយដល់ពេលយើងទៅខំតមស្ករតាមគេទៀតធ្វើយើងហ្នឹងកាន់តែខ្សោយបដ ாய் អញ្ចឹងកន្លែងហ្នឹងគឺយើងអត់ត្រូវចេះតែស្ករតាមគេទេយើងធ្វើអីយើងត្រូវតែយល់ដឹងពីការថែទាំសុខភាពបាទវីដេអូនេះមានតែប៉ុណ្្នឹងឯអ្នកទាំងអស់គ្នាបាទបើសិនជាពេញចិត្តជួយ share ជួយ like ជួយបាទ follow page ម្នាក់មួយផងបាទអរគុណមែនទែនសម្រាប់ការតាមដានវីដេអូនេះបើសិនជាគិតថាមានប្រយោជន៍សូមជួយចែករំលែកបន្តនេះគ្រាន់តែជាចំណេះដឹងមួយតាក់ទងនឹងសុខភាពប៉ុណ្ណោះទេបាទអរគុណមែនទែនបាទ